បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំបាទសាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំមកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នារបៀបប្ដូរឈ្មោះនៅក្នុង Facebook Page របស់យើងណាអញ្ចឹងឥឡូវយើងចូលធ្វើការទៅប្ដូរទាំងអស់គ្នាចូលមកកាន់ Facebook មកបាទបន្ទាប់មកយើងចុចកន្លែងនេះត្រែ3បាទបន្ទាប់មកបងប្អូនយកកន្លែង Setting and Privacy បាទបន្ទាប់មកចូលកន្លែង Setting បាទបន្ទាប់មកបងប្អូនទាំងអស់គ្នានេះយកកន្លែង See More in Account Center បាទចុចលើហ្នឹងមកបាទបន្ទាប់មកបងប្អូនទាំងអស់គ្នាចុចកន្លែង Profile របស់យើងបាទចុចកន្លែងហ្នឹងមួយទៀតនេះយើងមកដល់កន្លែងបដូរឈ្មោះមកពុកម៉ែបងប្អូនទាំងអស់គ្នាជើងខាងលើហ្នឹងគេដាក់ name ខាងក្រោម username ចឹងយើងចូលទៅបដូរទាំងអស់គ្នាបាទហើយយើងដាក់ឈ្មោះរបស់យើងមកបាទឥឡូវខ្ញុំបានបដូររួចហើយតោះយើងចុចដាន់មក review change បាទនេះជាងគេឲ្យយើងជ្រើសរើសណាចឹងពុកម៉ែបងប្អូនចង់យកឈ្មោះយើងមុនតកោយើងនៅខាងក្រោយក៏បានឬក៏យើងយកលើគេតកោហើយនឹងឈ្មោះរបស់យើងបាទចឹងយើងយកចឹងមកបន្ទាប់មកចុចពីថា save change នេះបាទអញ្ចឹងឈ្មោះរបស់យើងបានបដូររួចរាល់បងប្អូនគ្នាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនគ្នាកុំភ្លេចចុច like share ដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃអរគុណសូមជម្រាបលា